វិស័យការពារជាតិប្រឈមមុខនឹងលោកត្រាំទំនុកចិត្តរបស់អឺរ៉ុបចំពោះសហរដ្ឋអាមេរិកធ្លាក់ចុះទាបបំផុតយោងតាមការអង្កេតថ្មីមួយមានជនជាតិអឺរ៉ុបម្នាក់ក្នុងចំណោម10នាក់នៅចាត់ទុកទីក្រុង Washington ជាសម្ព័ន្ធមិត្តនៅខណៈដែលការមិនទុកចិត្តកើនឡើងជនជាតិអឺរ៉ុបហាក់ដូចជាពេញចិត្តកាន់តែច្រើនឡើងក្នុងការការពារខ្លួនឯងប្រឈមនឹងអ្នកឈ្លានពានដែលមានសក្តានុពលសហរដ្ឋអាមេរិកនៅតែជាសម្ព័ន្ធមិត្តអឺរ៉ុបឬយោងតាមរបាយការណ៍មួយនៃក្រុមប្រឹក្សាអឺរ៉ុបនៃទំនាក់ទំនងអន្តរជាតិ ECFR បានឲ្យដឹងថានៅខណៈដែលការវិលត្រឡប់របស់លោក Donald Trump មកកាន់វិមានពងក្រពើលោកបានវាយប្រហារប្រទេសចំនួន7បានគម្រាមកំហែងឈ្លានពានកោះ Greenland និងគម្រាមកំហែងដាក់ពន្ធគយមិនឈប់មិនឈរលើប្រទេសចំនួន27នៅអឺរ៉ុបដូច្នេះទំនុកចិត្តរបស់អឺរ៉ុបហាក់បីដូចជាលែងមានពិតប្រាកដហើយដោយធ្វើការស្ទង់មតិលើប្រទេសចំនួន15នៃទ្វីបអឺរ៉ុបដែលមានដូចជាបារាំងអាល្លឺម៉ង់អ៊ីតាលីប៉ូឡូញនិងចក្រភពអង់គ្លេសក្រុមប្រឹក្សាអឺរ៉ុបនៃទំនាក់ទំនងអន្តរជាតិបានសន្និដ្ឋានថាជនជាតិអឺរ៉ុបលែងជឿហើយលើការធានាសន្តិសុខពីអាមេរិកនិងមានអារម្មណ៍ផ្ទុយវិញដោយការមិនទុកចិត្តដ៏ជ្រាលជ្រៅចំពោះសហរដ្ឋអាមេរិកអ្នកឯកទេសនៃក្រុមប្រឹក្សាអឺរ៉ុបនៃទំនាក់ទំនងអន្តរជាតិបានកត់សម្គាល់ថាមានតែ 11% ក្នុងចំណោមជនជាតិអឺរ៉ុបនៅមើលឃើញនៅឡើយថាទីក្រុង Washington នៅតែជាសម្ព័ន្ធមិត្តនាពេលសព្វថ្ងៃនេះគឺជាកម្រិតដ៏ទាបបំផុតជាប្រវត្តិសាស្ត្រភាគច្រើននៃជនជាតិអឺរ៉ុបពិពណ៌នាថាសហរដ្ឋអាមេរិកគឺជាដៃគូដ៏ចាំបាច់ហើយ1/4នៃការស្ទង់មតិមាននៅដាណាម៉ាកបារាំងអេស្ប៉ាញនិងស្វីសប្រជាជនក៏ចាត់ទុកប្រធានាធិបតីអាមេរិកជាគូប្រជែងឬជាសត្រូវផងជនជាតិអឺរ៉ុបជាច្រើនដែលត្រូវបានធ្វើការស្ទង់មតិវាយតម្លៃថាទំនាក់ទំនងជាមួយសេតវិមាននឹងល្អប្រសើរឡើងកាលណាលោក Donald Trump នឹងចាស់ចេញពីតំណែងនៅចន្លោះពេលរងចាំពួកគេមិនបានបាត់បង់ក្តីសង្ឃឹមសម្រាប់ស្ថានភាពដែលសហរដ្ឋអាមេរិកនឹងវិលត្រឡប់មករកស្នូលកណ្ដាលនៃសម្ព័ន្ធមិត្តឆ្លងអាត្លង់តិកនោះទេជាលទ្ធផលជនជាតិអឺរ៉ុបនឹងពឹងផ្អែកលើអ្នកជិតខាងក្នុងចំណោមគ្នាគេលើកលែងតែប្រទេសប៊ុលហ្គារីនៅក្នុងគ្រប់ប្រទេសដែលធ្វើការស្ទង់មតិភាគច្រើននិយាយថាពួកគេប្រកាសថាយ៉ាងហោចណាស់ប្រទេសអឺរ៉ុបខ្លះៗនឹងមកជួយពួកគេប្រសិនបើប្រទេសរបស់ពួកគេត្រូវរងការវាយប្រហារជនជាតិដាណាម៉ាកជឿដូច្នេះ 43% ទុកចិត្តណាស់ថាប្រទេសអឺរ៉ុបផ្សេងៗនឹងមកជួយនៅពេលប្រទេសខ្លួនត្រូវវាយប្រហារហើយ 45% ជាល្មមទេថាដូច្នេះនៅក្នុងបរិបទនេះពលរដ្ឋនៃទ្វីបអឺរ៉ុបកាន់តែច្រើនឡើងចង់ការពារខ្លួនដោយខ្លួនឯងពីការខ្វះភាពទុកចិត្តលើសហរដ្ឋអាមេរិកតាមរយៈការពង្រឹងការការពារអឺរ៉ុបជាពិសេសប្រឈមមុខនឹងប្រទេសរុស្ស៊ីដើម្បីឈានទៅសម្រេចបានរឿងនេះអ្នកទទួលការស្ទង់មតិជាទូទៅគាំទ្រឲ្យមានការបង្កើនថវិកាលើវិស័យការពារជាតិនិងលើកងកម្លាំងឆ័ត្រនុយក្លេអ៊ែរអឺរ៉ុបដែលឯករាជ្យជនជាតិអឺរ៉ុបជាទូទៅក៏ពេញចិត្តនឹងធ្វើការសហប្រតិបត្តិការជាមួយអ្នកជិតខាងខ្លួន 47% នៃមនុស្សដែលបានសាកសួរគាំទ្រគំនិតការខ្ចីប្រាក់រួមគ្នាសម្រាប់សហភាពអឺរ៉ុបដើម្បីផ្ដល់ហិរញ្ញប្បទានដល់ការចំណាយលើយោធាប្រឈមនឹងលទ្ធផលទាំងនេះក្រុមប្រឹក្សាអឺរ៉ុបនៃទំនាក់ទំនងអន្តរជាតិវាយតម្លៃថាមេដឹកនាំជាច្រើននៅទ្វីបអឺរ៉ុបដែលបានចូលរួមគាំទ្រគំនិតការការពារអឺរ៉ុបដោយអឺរ៉ុបគួរតែចាប់យកឱកាសនេះដែលជាពេលវេលាសមស្របមុនពេលប្រជាពលរដ្ឋផ្លាស់ប្ដូរគំនិតរបស់ពួកគេ